អត់នៅពេលនេះលោកគ្រូនឹងធ្វើការបកស្រាយខ្លះៗតាក់ទងជាមួយនឹងការសរសេរអត្ថបទប្រឡោមលោកដើម្បីទទួលបានពានរង្វាន់ពីស្ថាប័នពុទ្ធសាសនបណ្ឌិតបាទមានអ្នកនិពន្ធបាទដែលក្មួយស្រីបាទធ្លាប់បានទទួលជ័យលាភីបាទនៅក្នុងការប្រកួតប្រជែងកន្លងមកដែរបាទបានចោទសួរមកកាន់លោកគ្រូថាលោកគ្រូបានធ្វើយ៉ាងម៉េចដើម្បីសរសេរបាទរឿងប្រកួតប្រជែងនៅពុទ្ធសាសនបណ្ឌិតហ្នឹងដើម្បីទទួលបានជោគជ័យនៅក្នុងឆ្នាំនេះពីព្រោះប្រធានបទរបស់ពុទ្ធសាសនបណ្ឌិតដែលចេញមកគឺក្មួយស្រីអត់ទាន់យល់បានច្បាស់នៅឡើយទេមិនដឹងថាត្រូវចាប់ផ្ដើមសរសេរខ្លឹមសារពីត្រង់ចំណុចណាទៅពីព្រោះនៅមានភាពសពិចសពិលបាទប្រធានបទរបស់ពុទ្ធសាសនបណ្ឌិតដែលបានដាក់ឲ្យបេក្ខជនសរសេរដើម្បីធ្វើការប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្នុងឆ្នាំ2025នេះគឺជាប្រធានបទមួយដែលបានលើកឡើងថាយុវជននិងការកសាងរបងសន្តិភាពបាទក្មួយស្រីដែលជាអ្នកនិពន្ធបាទហើយក៏ដូចជាអ្នកនិពន្ធផ្សេងៗទៀតបាទដែលមានចំណូលចិត្តនៅក្នុងការតែងនិពន្ធនោះគឺនៅមានភាពសពិចសពិលដូចគ្នាបាទខ្ញុំគិតថាអញ្ចឹងពីព្រោះនេះគឺជាប្រធានបទមួយថ្មីដែលក្មួយបាទបងប្អូនបាទឬក៏លោកគ្រូអ្នកគ្រូដែលធ្លាប់ចូលរួមប្រកួតប្រជែងនោះប្រកាសជាមិនទាន់យល់ជ្រាបខ្លឹមសារបានដល់ទីជម្រៅនៃប្រធានបទនេះនៅឡើយនោះទេបាទដូច្នេះហើយភាពស្ទាក់ស្ទើរនៅក្នុងការសរសេរដើម្បីប្រកួតប្រជែងគឺមុខជាការមានឡើងក្មួយស្រីបានចោទមកសួរលោកគ្រូនឹងសូមឲ្យលោកគ្រូជួយធ្វើវីដេអូនៅក្នុងបទបង្ហាញបាទដើម្បីជួយសម្រួលដល់អ្នកនិពន្ធយើងបាទជាពិសេសក្មួយស្រីផ្ទាល់ឲ្យមានទុននៅក្នុងការសរសេរចំគោលដៅដែលខាងស្ថាប័នពុទ្ធសាសនបណ្ឌិតកំណត់មកបាទកាលពីប្រហែលខែកន្លងទៅមុននោះបាទក្រុមការងារតាក់ទងជាមួយនឹងគណៈកម្មការអនុគណៈកម្មការកំណែរឿងប្រឡំលោកខ្នាតខ្លីពុទ្ធសាសនបណ្ឌិតបានប្រជុំគ្នាបានហើយបានធ្វើការពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោងដើម្បីស្វែងរកនៅប្រធានបទមួយថ្មីបាទដើម្បីដាក់ជូនបេក្ខជនយើងធ្វើការប្រកួតប្រជែងដណ្ដើមជ័យលាភីប្រចាំឆ្នាំបាទនៅក្នុងនោះបន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់បាទដូចជាយ៉ាងយកចិត្តទុកដាក់នោះគឺសម្រេចបាននៅប្រធានបទមួយដែលមានចំណងជើងថាយុវជននិងការកសាងរបស់សន្តិភាពបាទគឺមានការឯកភាពគ្នាទៅលើប្រធានបទមួយនេះបាទហើយក៏បានកំណត់រយៈពេលឲ្យអ្នកនិពន្ធយើងបានសរសេរបាទឬក៏មិនមែនជាអ្នកនិពន្ធគឺជាសិស្សនិស្សិតបាទឬក៏ជាប្រជាពលរដ្ឋសាមញ្ញធម្មតាក៏អាចចូលរួមប្រកួតប្រជែងបានដែរបាទអញ្ចឹងយុវជននិងការកសាងរបងសន្តិភាពនឹងគឺផ្ដោតទៅលើអ្វីបាទគឺយុវជននឹងការកសាងរបងសន្តិភាពនៅក្នុងប្រធានបទនេះខ្លឹមសារដែលយើងផ្ដោតគឺយើងផ្ដោតជាសំខាន់ទៅលើស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជារបស់យើងដែលកាលពីកន្លងទៅនោះគឺមានបញ្ហាទំនាស់ព្រំដែនជាមួយនឹងប្រទេសជិតខាងរបស់យើងគឺប្រទេសសៀមបាទអញ្ចឹងវាបាននាំមកនូវផលវិបាកយ៉ាងច្រើនហើយផលវិបាកនេះវាគឺជាក្តីបារម្ភរបស់ប្រជាជនរបស់យើងគ្រប់ស្រទាប់វណ្ណៈបាទដូច្នេះហើយដើម្បីចូលរួមចំណែកនៅក្នុងការត្រួសត្រាយក៏ដូចជានៅក្នុងការបង្ហាញអំពីវិធីសាស្ត្រនៅក្នុងការកសាងនូវសន្តិភាពជូនមាតុភូមិរបស់យើងដូច្នេះក៏បានប្រគល់តួនាទីនេះជូនទៅដល់បាទអ្នកនិពន្ធបាទឬក៏បាទប្រជាជនយើងសាមញ្ញធម្មតាក្តីដែលមានចំណង់ចំណូលចិត្តនៅក្នុងការសរសេរហ្នឹងមានឱកាសបានបញ្ចេញនៅទស្សនៈរបស់ពួកគាត់នៅក្នុងស្នាដៃប្រឡោមលោកដើម្បីបង្ហាញឲ្យមើលឃើញអំពីតួនាទីរបស់យុវជនក្នុងការកសាងរបងសន្តិភាពបាទអញ្ចឹងយុវជនគឺជាកម្លាំងស្នូលបាទគឺជាសសរទ្រូងរបស់ប្រទេសជាតិអញ្ចឹងតើយុវជនត្រូវកសាងរបងសន្តិភាពយ៉ាងដូចម្តេចបាទនេះគឺជាគន្លឹះនៅក្នុងការសរសេររឿងបាទអញ្ចឹងយើងត្រូវបង្ហាញអ្វីគឺត្រូវបង្ហាញឲ្យឃើញអំពីរបៀបឬក៏យុទ្ធសាស្ត្រយុទ្ធវិធីនៅក្នុងការធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកអានបានអានទៅមើលឃើញអំពីវិធីសាស្ត្ររបស់យុវជនដែលនៅក្នុងរឿងនោះបង្កើតនៅរបងការពារសន្តិភាពមិនឲ្យកើតមាននៅសង្គ្រាមបាទអញ្ចឹងប្រទេសជាតិមួយដែលមានសុខសន្តិភាពប្រទេសជាតិមួយដែលគ្មានសង្គ្រាមកើតឡើងសួរថាតើយុវជននឹងត្រូវកសាងនៅអ្វីខ្លះ
bạn chân khiêm sâu thưa ca bằng hạp bị khâm xa để tại chùa được thiên bắt bay ai khôi mối bà chịu xét nè đã nên chấm nói trận được không ca tài niệm bốn nút do thôi chưa cùng nật cô mù than khá khá đã bởi trên từ đó ca xe ban trăm cô đại đó bản chất cứ ประเทศบอลนี่คือมันหมายเอาบางแห่งอย่างปีพาลิปาหรือก็เอาไว้เซ็งๆแต่ยืมมือคืนตัวจะแสดงที่เป็นแท้คือเอาเนี่ยนี่เป็นแปรปัญญาแปรปรัชญาแปรยุทธศาสตร์บางท่าตาแต่ไม่ก็ซาหรือบางสันติเพียบบ้านจุดปฏิจิตท่าตาเตอดักใจเนอจำนวนสำคัญเอาไว้คลาบางจังจำนวนสำคัญคือเข็มทรงทุการบังหาปรับตีมวยคือยืนដើម្បីកសាងរបស់សន្តិភាពបានលុះត្រាតែយុវជននោះគឺជាជនមានចំណេះដឹងបាទមានចំណេះដឹងទៅលើអីខ្លះបាទចំណេះដឹងទៅលើបាទចំណេះដឹងខាងផ្នែកចំណេះជំនាញផ្ទាល់ខ្លួនបាទចំណេះដឹងទៅលើភាសាបរទេសចំណេះដឹងទៅលើបច្ចេកវិទ្យាទំនើបទាន់សម័យបាទចំណេះដឹងតាក់ទងជាមួយនឹងការទូតឬក៏ចំណេះដឹងផ្សេងទៀតរាល់ចំណេះដឹងទាំងឡាយណាដែលមានផលប្រយោជន៍នៅក្នុងការកសាងឬក៏បង្កើតឲ្យមានទំនាក់ទំនងល្អបាទឬក៏ជាអំណោយផលល្អដែលអាចឲ្យយើងយកចំណេះដឹងទាំងអស់នោះសម្រាប់ប្រើប្រាស់បាទការពារប្រទេសជាតិរបស់យើងឲ្យរួចផុតអំពីការរំលោភបំពានឈ្លានពានអំពីប្រទេសជិតខាងឬក៏មានសត្រូវផងទាំងពួងដែលមានបំណងយាយីមកលើប្រទេសរបស់យើងបាទអញ្ចឹងគឺត្រូវមានចំណេះដឹងទាំងអស់ហ្នឹងហើយបាទចំណេះដឹងទៅលើជំនាញចំណេះដឹងទៅលើវិទ្យាសាស្ត្របច្ចេកទេសបច្ចេកវិទ្យាចំណេះដឹងទៅលើភាសាបរទេសឬក៏ចំណេះដឹងទៅលើការទូតផ្សេងដើម្បីឲ្យយើងមានភាពបានស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិបាទប្រសិនបើយើងអត់មានចំណេះដឹងតកតើជាមួយនឹងបច្ចេកទេសបច្ចេកវិទ្យាអត់មានចំណេះដឹងភាសាបរទេសអត់មានចំណេះដឹងផ្នែកការទូតទេអញ្ចឹងយើងអត់អាចកសាងរបងនៅសន្តិភាពជូនប្រទេសជាតិរបស់យើងបានទេបាទនេះគឺជាកលឹះមួយបាទដែលជាទស្សនៈរបស់ខ្ញុំបាទទៅលើបញ្ហាហ្នឹងបាទគឺដំបូងគឺត្រូវកសាងចំណេះដឹងបាទជំនាញបាទបន្ទាប់ពីមានចំណេះដឹងមានជំនាញបាទជំនាញទៅលើអីបាទជំនាញទៅលើការដោះស្រាយបញ្ហាបាទជំនាញទៅលើយុទ្ធវិធីនៅក្នុងការដោះស្រាយបញ្ហានៅពេលដែលជួបបញ្ហាតើត្រូវយើងធ្វើយ៉ាងម៉េចដើម្បីគេចផុតអំពីបញ្ហាបាទគឺជំនាញនៅក្នុងការទំនាក់ទំនងបាទជំនាញនៅក្នុងការដោះស្រាយបញ្ហាជំនាញនៅក្នុងការប្រើប្រាស់នៅក្នុងបណ្ដាញសង្គមជំនាញក្នុងការប្រើប្រាស់តាក់ទងជាមួយនឹងផ្លូវការទូតឬក៏អ្វីផ្សេងទៀតដែលយើងមើលទៅវាថាបន្ទាប់ពីយើងមានចំណេះដឹងហើយយើងយកចំណេះដឹងរបស់យើងនោះទៅអនុវត្តឲ្យឃើញជាចំណេះធ្វើឲ្យឃើញជាជំនាញថាចំណេះដឹងរបស់យើងនោះប្រើប្រាស់ទៅវាមានប្រសិទ្ធភាពអាចជួយទប់ស្កាត់មិនឲ្យកើតមាននៅសង្គ្រាមបាទហើយបញ្ជៀសបាននៅបញ្ហាទំនាស់វិបត្តិផ្សេងបាទនេះគឺជាកលឹះទី2បាទអរិយាបថមួយទៀតបាទអញ្ចឹងដើម្បីកសាងនៅរបបសន្តិភាពបានគឺយុវជនចាំបាច់ត្រូវមានអរិយាបថល្អបានគឺត្រូវមានក្រមសីលធម៌ចេះដោះស្រាយបញ្ហាដែលប្រើអំពើអហិង្សាដែលប្រើការចរចាដែលប្រើសន្តិវិធីដោយទំនាក់ទំនងការទូតបាទជៀសវាងការប្រើប្រាស់ការដោះស្រាយបញ្ហាដែលប្រើកម្លាំងបាយការប្រើប្រាស់នូវពាក្យអសុរោះជេរប្រតិចផ្ដាសាឬក៏បង្កើតនៅបញ្ហាឲ្យកាន់តែធំឡើងដែលវាមិនមែនជាវាគានាំឈានឆ្ពោះទៅរកការកសាងនូវសុខសន្តិភាពបានពេញលេញឡើយបើផ្ទុយទៅវិញវារឹងរឹតតែធ្វើឲ្យបញ្ហាទំនាស់កាន់តែមានការកើនឡើងតឹងឡើងឈានទៅរកការធ្វើសង្គ្រាមនៅក្នុងទ្រង់ទ្រាយធំបាទអញ្ចឹងដើម្បីកសាងនូវរបបសន្តិភាពបានយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិត្រូវពន្លិចឲ្យឃើញជាជនដែលមានចំណេះដឹងយកចំណេះដឹងទៅអនុវត្តឲ្យឃើញជាជំនាញបំណិនប្រសពបាទព្រមទាំងប្រកបដោយក្រមសីលធម៌បាទអរិយាបថល្អបាទនៅក្នុងការដោះស្រាយបញ្ហាបាទជាក់ស្ដែងបាទនៅក្នុងសង្គមរស់នៅរបស់យើងបាទនៅក្នុងគ្រួសារក្តីបាទនៅក្នុងសង្គមជាតិទាំងមូលក្តីឬក៏នៅលើពិភពលោកក្តីបាទអរិយាបថរបស់មនុស្សគឺសំខាន់ខ្លាំងណាស់បាទប្រសិនបើយើងចេះដោះស្រាយបញ្ហាដែលឈរនៅលើក្រមសីលធម៌ឈរនៅលើការដោះស្រាយបញ្ហាដោយផ្លូវច្បាប់បាទដោយភាពត្រឹមត្រូវដោយភាពតាក់ទងជាមួយនឹងអរិយាបថថ្លៃថ្នូរបាទមិនចរងែងចង្ងាងមិនប្រើអំពើហិង្សាដោយផ្លូវកាយវាចានិងចិត្តយើងដោះស្រាយបញ្ហាដោយផ្លូវច្បាប់
យើងរក្សាបាននូវភាពស្ងប់ស្ងាត់នោះសន្តិភាពនឹងកើតមានឡើងបានមួយផ្នែកបានជាការរួមចំណែកដ៏សំខាន់មែនទែនបាទតទៅនឹងអរិយាប័ត្រណាបាទប្រសិនបើយើងមានតែចំណេះដឹងយើងមានតែជំនាញប៉ុន្តែយើងជាមនុស្សពូកែជាយើងជាមនុស្សពូកែឆ្កឹះឆ្កៀលយើងជាមនុស្សដែលបំពង់បញ្ហាឲ្យកាន់តែធំឡើងសង្គ្រាមវានៅតែមិនអាចបញ្ចប់បានទេបាទដូច្នេះទាមទារឲ្យមានទាំងព្រមនៅចំណេះដឹងជំនាញនិងអរិយាប័ត្រសិលធម៌កប្បកិរិយាក្នុងការរស់នៅល្អបាទប្រសិនបើយុវជនមានចំណេះដឹងទូលំទូលាយហើយមានបំណិនប្រសពជំនាញហ្នឹងបាទហើយមានអរិយាប័ត្រល្អទៀតបាទគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការកសាងប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើនហើយក៏ជារបងការពារនៅសុខសន្តិភាពឲ្យបានគង់វង្សមិនឲ្យមានសង្គ្រាមកើតមានឡើងបាទនេះគឺជាកលឹះជាទស្សនៈទានរបស់ខ្ញុំផ្ទាល់បាននៅក្នុងនាមជាគណៈនាយកបាទកែទៅលើកិច្ចការប្រឡងលោកខ្នាតខ្លីនៅពុទ្ធសាសនបណ្ឌិតបានជារៀងរាល់ឆ្នាំបាទហើយក្មួយឬក៏លោកគ្រូអ្នកគ្រូបាទឬក៏សាធារណជនទាំងឡាយបានស្ដាប់នៅបទអត្ថាធិប្បាយរបស់ខ្ញុំហើយបានយកគំនិតរបស់ខ្ញុំយកទៅបំបែកទៅជាសាច់រឿងហើយប្រឡេកឲ្យឃើញបាទទៅតាមចំណេះជំនាញនិងទៅតាមសិលវិធីនៅក្នុងការសរសេររៀងខ្លួនបាទធ្វើយ៉ាងម៉េចកុំឲ្យឃ្លាតចាកអំពីប្រធានបទហើយធ្វើយ៉ាងម៉េចដើម្បីប្រឡេកឲ្យមើលទៅឃើញថាអត្ថបទរបស់ក្មួយបាទបងប្អូនឬក៏លោកគ្រូអ្នកគ្រូដែលបានសរសេរទៅគឺវាជាយុទ្ធសាស្ត្រមួយដែលលោកគ្រូអ្នកគ្រូឬក៏ក្មួយបងប្អូនរកឃើញថាវាពិតជារបងការពារនៅសុខសន្តិភាពមិនឲ្យកើតមានសង្គ្រាមពិតប្រាកដមែនបាទនេះគ្រាន់តែជាការចែករំលែកខ្លះទៅលើបញ្ហាការសរសេរអត្ថបទប្រឡោមលោកខ្នាតខ្លីនៅពុទ្ធសាសនាបណ្ឌិតក្រមប្រធានបទយុវជននិងការកសាងរបងសន្តិភាពបាទប៉ុន្តែមិនមែនមានន័យថាការលើកឡើងរបស់ខ្ញុំនេះចាំបាច់ត្រូវតែធ្វើឲ្យដូចទាំងស្រុងឲ្យគ្រប់ចំណុចទាំងស្រុងទេបាទវាអាស្រ័យទៅលើការច្នៃប្រឌិតបូករួមជាមួយនឹងមនោគតិរបស់អ្នកនិពន្ធផ្ទាល់បាទនឹងធ្វើឲ្យស្នាដៃរបស់ក្មួយបងប្អូនលោកគ្រូអ្នកគ្រូមានលក្ខណៈមួយដាច់ដោយឡែកផ្សេងទៀតបាទក៏ប៉ុន្តែវាវិលនៅក្នុងជុំវិញបញ្ហាប្រធានបទដូចនេះដែរទេបាទសូមអរគុណបាទចំពោះការតាមដានស្ដាប់នៅការបកស្រាយរបស់ខ្ញុំបាទសម្រាប់ពេលនេះបាទសូមអរគុណសូមជម្រាបលាបាទ